អ្នកដែលធ្វើម្ហូបជារៀងរាល់ថ្ងៃតែងតែទទួលរងការរិះគន់ថាស្ទើរផ្អែមស្ទើរប្រៃស្ទើរជូរឬក៏អត់សូវឆ្ងាញ់ជាដើមតែអ្នកដែលមិនធ្លាប់ធ្វើម្ហូបសោះមកធ្វើម្ហូបម្ដងគេសរសើរគ្រប់គ្នាអ្នកដែលមានចិត្តល្អគាត់និយាយថាទេតែម្ដងនឹងត្រូវបានមនុស្សជាច្រើនស្អប់គាត់តែអ្នកដែលអត់ចិត្តគ្មានចិត្តធ្វើល្អម្ដងមនុស្សជាច្រើនសរសើរគាត់មនុស្សល្អធ្វើរឿងល្អរាប់ទសវត្សរ៍បង្កើតកំហុសម្ដងគេជន់កប់ផុកមនុស្សអាក្រក់ធ្វើអាក្រក់រាប់ទសវត្សរ៍ធ្វើល្អម្ដងគេសរសើរគេលើកជើងគ្រប់គ្នាបងប្អូននៅក្នុងជីវិតគឺបែបនេះដូច្នេះបងប្អូនរស់នៅសប្តាហ៍ថ្ងៃមិនបាច់ចង់ធ្វើជាមនុស្សដែលល្អឥតខ្ចោះទេយើងរស់នៅតាមរបៀបរបស់យើងទៅគ្រាន់តែបងប្អូនចងចាំរឿងមួយថាបើយើងទន់ជ្រាយយើងខ្សោយគេជន់យើងអ្នកដែលគេរឹងមាំគេខ្លាំងអត់មានណាហ៊ានធ្វើអីគេទេតែបងប្អូនត្រូវចាំរឿងមួយថានៅក្នុងជីវិតធ្វើអីក៏ដោយកុំខូខើកុំសាហាវព្រៃផ្សៃកុំបំពានអ្នកដទៃសូមដើរផ្លូវកណ្ដាលកុំរឹងពេកក៏កុំទន់ពេកកុំល្អពេកក៏កុំអាក្រក់ពេកសូមបងប្អូនទាំងអស់គ្នារស់នៅដែលមានទំនួលខុសត្រូវហើយមានបេះដូងដែលពោរពេញទៅដោយក្តីស្រឡាញ់អរគុណបងប្អូនជម្រាបលា